ខែទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញពី project ដែលខ្ញុំបានធ្វើដែលមានឈ្មោះថាកិច្ចការផ្ទះដែលអនុញ្ញាតឲ្យយើងធ្វើដែលអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូធ្វើការបង្កើត assignment ហើយដាក់គុណ software ហើយនឹងមាន role admin ផងដែរសម្រាប់មើល assignment និង user ទាំងអស់តើកុំឲ្យហេតុពីយើងចូលទៅមើលរបៀបប្រើរបស់គ្នាហើយនេះនៅក្នុង GitHub របស់ខ្ញុំនឹងដាក់មាន readme ដែលមាន password របស់ admin ហើយនឹងpassword របស់ student teacher ជាដើមនេះគឺការ sign in select role នោះយើងចូលហើយយើងឃើញ assignment ដែលបង្កើតឲ្យ teacher 2ហើយ subject mathematics ហើយក៏យើងបានឃើញ total assignment submit pending ហើយ average score ផងដែរនេះគឺជា assignment ទាំងអស់របស់ admin ដែលឃើញហើយនេះគឺជា student ដែល admin ក៏អាចមើលបានឃើញហើយក៏អាច view edit និងខ្វែនេះចេញទៅអាចដូរ role ឬក៏ change password ហើយនឹងបដូរ class បានផងដែរហើយនេះដូចមិនអញ្ចឹងហើយនេះគឺជា delete ហើយនេះគឺជាteacher នេះយើងអាច view teacher នឹងបានថា assignment គាត់បានបង្កើតខ្លះក៏យើងអាច view assignment គាត់ផងដែរហើយក៏យើងអាចហើយក៏យើងអាច edit role របស់ teacher ហើយនឹង subject នៅdepartment ផងដែរហើយក៏ដូរ password បានដូចគ្នាហើយនេះគឺជា analytics ដែលយើងឃើញថាមាន assignment completion rate ដែលនៅក្នុង test ទី1គឺថា 100% តែម្ដងហើយនេះគឺជា grade distribution ដែលយើងមើលទៅយើងឃើញថា grade សិស្សដែល submit session ហ្នឹងបានបន្ទុក800ទៅ89%ហើយនេះគឺជា performance student strength បាទហើយមួយនេះ admin ក៏អាចធ្វើការ add assignment បានផងដែរហើយខ្ញុំធ្វើការ add មកតែម្ដងទៅធ្វើការ assign ថ្ងៃទី19បន្ទុកហើយយើងអាចចេះរើសរូបភាពមួយចូលជា assignment file ហើយធ្វើការ create នោះវាបែបនេះហើយវានឹងលោតចេញមកបែបនេះគឺ submit ដោយ admin ហើយ sign ហើយក៏យើងអាច add user បានដែរនៅខ្ញុំធ្វើការ create account ខាងចុចកន្លែងលើនេះក៏បានចុច com នេះក៏បានតាមចិត្តរបស់យើងហើយក៏យើងអាចមាន manage user ផងដែរហើយខ្ញុំធ្វើការ create user create teacher 3ហើយ password teacher 123 English បាទ successfully teacher account created អញ្ចឹងយើងគ្រាន់តែធ្វើការ log out ទៅហើយធ្វើការ create account ហើយធ្វើការ sign in តែម្ដងទៅteacher ហើយនោះពេលនេះយើងធ្វើការបាន sign in ចូលតែម្ដងយើងមាន function profile ដែលយើងឃើញនេះ total assignment ហើយ student និង average submission rate ផងដែរយើងអាចធ្វើការបង្កើត assignment ហើយអាចចែកនេះចំពោះនេះយើងចែកបានតែ500 GB ទេដោយសារតែខ្ញុំប្រើ file store database គេ successfully បាទហើយយើងមកមើល student របស់យើង
បាទទៅពេលនេះយើងឃើញនេះ assignment ដែល teacher 3បានដាក់ឲ្យហើយក៏មាន teacher 2គាត់ឲ្យគ្នាហើយក៏យើងមាន assignment ដែលយើងបាន submit ផងដែរហើយនេះយើងធ្វើការ submit assignment មកទៅ test file ហើយក៏យើងឲ្យធ្វើការ choose file ផងដែរ submit successfully ហើយចំពោះ file និង user ដែលយើងឃើញទាំងអស់នេះជា profile នេះ total assignment ហើយនឹង average score គ្រូដាក់ឲ្យ submit date គឺថា submit បានតែ 50% ទេតែយើងឃើញអញ្ចឹងនេះ 50% ហើយ pass do 50% submit បាន2អត់បាន submit បាន2អញ្ចឹងវា 50% ហើយចំពោះនេះ database រាល់ការ submission គឺយើងចូលមកកន្លែងនេះមកយើងឃើញ submission ខ្ញុំទៅការ refresh ឃើញ submission នៅកន្លែងនេះtest file នេះគ្រូនេះបាទ submission ហើយ assignment ដែលយើងមាន4មិញហ្នឹងគេដាក់ admin teacher 2 teacher 3ហើយយើងសាកចូលទៅមើល teacher យើងវិញទៅនោះយើងនឹងឃើញ uncheck assignment មានថាសិស្សគាត់បាន submit assignment ហើយអញ្ចឹងយើងអាចចូល grade assignment គាត់បានយើងឲ្យ feedback គាត់បាន good ឬក៏ឲ្យបន្ទុក 90% គេយើងអាច view submission assignment នេះបានយើងគ្រាន់តែធ្វើការ download នេះមកនេះយើងអាចចូលមើលឡើងនេះបានបាទបាទតើយើងចុច save grade ឬទៅបាន feedback ហើយ feedback ហ្នឹងយើងអាចមើលបាននៅstudent account នេះសាកចូលទៅ student account វិញgmail.com គេការផ្ទះ .com 123 student នោះចូលមកខ្ញុំទទួលបាន feedback នេះពី teacher 3នេះបាទគាត់ទៅសេបាន good ហើយនឹង test answer វិញយើងបានឃើញទាំងអស់នេះជា submission ពេលវេលាហើយក៏មាន feedback ឲ្យវិញដែរគឺបន្ទុក 90% បាទហើយចំពោះបញ្ចេញខ្ញុំគឺមានតែប៉ុណ្្នឹងទេបើលោកគ្រូចង់ឲ្យខ្ញុំបន្ថែមកន្លែងណាឬខ្វះខាតកន្លែងណាជួយឲ្យ feedback មកវិញផងបាទសូមអរគុណលោកគ្រូដែលបានចំណាយពេលមើលវីដេអូមួយនេះហើយនឹងមិត្តភ័ក្តិអ្នកនរគ្នាបាយបាយ